tôi là khăn đào bò Cùi bà em nè chỉ mịp xua bụng mà bồn là khné bà sva cô mà can bà ca thưa đầm nào từ bé cùi nè trong bầy cho mùi nhom tặng khné hai trong ca thưa đầm nào từ bé cùi ní cái dương tới khné bồn bồn nè hai nát khné tăngไปมาวของปลาปรักบกมาปอนkhné bà tầm lòng từ bàn trên tới nâng cứ mau đập trên màn đạp hay bên tay trong pua plei vinh vì ở sau bà đôi đà cao nhom tới bé plei sầm rongไปเตบกมาปอนkhné chẳng vì bàทำតែ10%នៃទៅbé pleiสำรองទេហើយព្រៃដែលពួកខ្ញុំទៅបេះហ្នឹងក៏មិនឆ្ងាយពីផ្ទះពេកដែរបើយើងចំណាយពេលទៅហ្នឹងប្រហែលជា20នាទីទេដែលបាទទៅដល់ព្រៃបេះគុយបាទនៅខាងពុកម៉ែបងប្អូនខាត់ផ្សេងៗគឺគេបានគុយហូបមកឆ្អែតមកឆ្អន់ហើយប៉ុន្តែនៅខាងខ្ញុំនេះវិញបាទគឺឆ្នាំហ្នឹងវាយឺតខ្លាំងមែនតើណាពុកម៉ែបងប្អូនគ្នាបាទតម្រាំតែបានផ្លែឈើព្រៃហូបហ្នឹងវាចង់តែផុតរដូវទៅហើយបាទមិនថាផ្លែឈើអីទេហើយគុយឆ្នាំនេះបាទផ្លែរៀងទូចមែនតើបាទនិយាយស្មោះត្រង់ទៅពុកម៉ែបងប្អូនគ្នាបាទលើកទី1ផងខ្ញុំឲ្យដែលខ្ញុំបានហូបគុយពេញមាត់ហើយឆ្អែតអញ្ចឹងណាព្រោះដោយសារតែពីមុនតាំងពីក្មេងមកគឺបាទអត់ដែលហូបទេហើយធ្លាប់តែលឺគេគុយលក់ថ្លៃអញ្ចឹងទៅ1គីឡូ 3-4 ម៉ឺនអញ្ចឹងណាហើយនៅខាងខ្ញុំនេះបាទគុយវាថោកទេពុកម៉ែបងប្អូនគ្នាប៉ុន្តែគាត់ថាយើងមិនសូវបានទិញហូបទេពីច្រើននៅពេលដែលចង់ហូបអញ្ចឹងពួកខ្ញុំទៅដើរក្នុងព្រៃបេះអញ្ចឹងទៅពុកម៉ែបងប្អូនគ្នាហើយសម្រាប់ព្រៃនៅខាងខ្ញុំនេះបាទចិត្តអស់ព្រៃដែរហើយចំពោះផ្លែឈើព្រៃក៏វាមិនសូវមានប្រមាណដែរវាមានតែផ្លែណាដែលយើងហូបបានហើយផ្លែផ្សេងៗដែលកម្រមានទៀតហ្នឹងវាបាទដើមឈើខ្លះវាសឹងតែបាត់ពូជតែម្ដងពុកម៉ែបងប្អូនគ្នាព្រោះដោយសារតែនៅតំបន់នេះវាបាទគេធ្វើចការគេរុះរានអញ្ចឹងទៅវាបាត់ដើមឈើបាត់អីអស់លេងអញ្ចឹងទៅគេកាប់អញ្ចឹងទៅពុកម៉ែបងប្អូនគ្នាហើយចំពោះបាទការទៅបេះគុយនេះផងដែរគឺយើងហេឡូពុកម៉ែបងប្អូនគ្នាបាទដើមគុយនេះវ៉ាគុយមិនដើមគុយមិនវ៉ាជួយបានទេកាដើមដើមនេះវ៉ាចេះដល់តំវ៉ាហើយបើដើមចេះនេះបើហាដើមនេះវ៉ាអានទៅអូមុនថាងមមកហូបគុយអត់បងប្អូនអរគ្នាខ្ញុំមកលំដើមរសជាតិផ្លែគុយនៅខាងខ្ញុំនេះដោយដើមឯពុកម៉ែបងប្អូនគ្នាបាទដើមខ្លះវាផ្អែមគឺវាផ្អែមជូរអែមឆ្ងាញ់តែម្ដងហើយចំពោះដើមខ្លះវារៀងជូរដែរអញ្ចឹងណាប៉ុន្តែគុយដែលពួកខ្ញុំទៅបេះបានប្រហែលដើមនេះបាទរសជាតិវាគឺឆ្ងាញ់ខ្លាំងមែនតើពុកម៉ែបងប្អូនគ្នាវារៀងជូរអែមផ្អែមល្មមអញ្ចឹងណាហើយពេលដែលបាទចេញពីព្រៃមកបន្តិចហ្នឹងគឺមានបងប្អូនយើងដែលនៅក្នុងភូមិដែលគាត់ទៅយកឃ្មុំហើយក៏សុំគាត់មើលទៅយកពុកម៉ែបងប្អូនគ្នាហើយនៅខាងខ្ញុំនេះបាទមិនរើសទេមុខរបរឲ្យតែបានលុយបាទភាគច្រើនគាត់ទៅចូលព្រៃរកឃ្មុំបាទបេះផ្លែឈើបេះអីយកមកលក់អញ្ចឹងទៅពុកម៉ែបងប្អូនគ្នាដើម្បីយកប្រាក់ទាំងអស់ហ្នឹងមកចិញ្ចឹមជីវិតបាទប្រកបមុខរបរអីផ្សេងៗអញ្ចឹងទៅហើយក្រៅពីការងារស្រែចម្ការដែលពួកគាត់ធ្វើហ្នឹងពុកម៉ែបងប្អូនគ្នាហើយឃ្មុំគឺទឹកវាផ្អែមខ្លាំងមែនតើហើយបើសិនជាមានវីដេអូលើកក្រោយទៀតខ្ញុំសន្យាថានឹងទៅធ្វើវីដេអូបែបយកឃ្មុំម្ដងពុកម៉ែបងប្អូនគ្នាព្រោះដោយសារតែចង់ទៅមែនតើប៉ុន្តែមិនទាន់មានអ្នកទៅព្រោះចូលព្រៃម្នាក់ឯងខ្ញុំមិនហ៊ានចូលទេពុកម៉ែបងប្អូនគ្នាបាទព្រៃនៅខាងខ្ញុំនេះគឺក្រាស់ខ្លាំងមែនតើហើយបើសិនជាយើងនិយាយខុសមាត់អីតិចតួចហ្នឹងបាទដោយការពិតអញ្ចឹងពុកម៉ែបងប្អូនគ្នាព្រោះនៅខាងខ្ញុំនេះបាទទឹកដីគឺនៅស័ក្តិសិទ្ធិនៅឡើយទេយើងមិនទាន់ហៅថាសាបលៀបអីចឹងណាពុកម៉ែបងប្អូនអបិយជំនឿយើងត្រូវតែជឿបាទហើយ50-50ពុកម៉ែបងប្អូនគ្នាបាទយើងទោះបីយើងមិនជឿក៏យើងកុំប្រមាទដែរហើយឡើងបេះមិនបានទេពុកម៉ែបងប្អូនគ្នាដែលចង់បញ្ចប់គឺមិនបានផ្លែនៅដីនេះទេដែលបានច្រើនអញ្ចឹងណាហើយចំពោះផ្លែវិញបាទដូចដែលអ្នកគ្នាបានឃើញអញ្ចឹងវាផ្លែចកោមអញ្ចឹងទៅហើយលើកទី1ដែរដែលខ្ញុំបានទៅដល់ដើមអញ្ចឹងហើយចំពោះតែឆ្នាំនេះទេដែលខ្ញុំបានស្គាល់ដើមគុយពេញលេញណាពុកម៉ែបងប្អូនគ្នាបាទរាល់ឆ្នាំនោះមិនដែលបានស្គាល់ទេបាទមិនដឹងថាគុយបែរមកតាណាទេហើយវីដេអូផងខ្ញុំមានតែប៉ុណ្ណឹងពុកម៉ែបងប្អូនគ្នាបើសិនជាបាទជួយចាត់វីដេអូផងខ្ញុំបាទកុំភ្លេចធ្វើការ like និង share បាទ follow page ឲ្យខ្ញុំម្នាក់1 2ផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតណាបាយបាយ